អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាតើដើមឈើចេះឈឺចាប់ទេនៅពេលដែលមនុស្សកាប់វាតាមពិតទៅដើមឈើមិនចេះឈឺចាប់ដូចមនុស្សឬសត្វទេប៉ុន្តែពួកវាអាចដឹងពីការខូចខាតហើយពួកវាមានប្រតិកម្មតបទៅវិញតាមរបៀបដ៏ឆ្លាតវៃដើម្បីការពារខ្លួនហើយអ្វីបានជាដើមឈើមិនចេះឈឺចាប់ដូចយើងការឈឺចាប់ដែលមនុស្សទទួលបានគឺត្រូវការប្រព័ន្ធប្រសាទនិងខួរក្បាលដើម្បីដំណើរការអារម្មណ៍ដើមឈើគ្មានសរសៃប្រសាទគ្មានខួរក្បាលនិងគ្មានវិញ្ញាណនោះទេដូច្នេះហើយពួកវាមិនមានអារម្មណ៍ឈឺចាប់ឬរងទុក្ខវេទនាដូចយើងឡើយប៉ុន្តែដើមឈើពិតជាដឹងនៅពេលដែលពួកវាមានរបួសនៅពេលដែលដើមឈើត្រូវបានកាប់ឬបាក់វាដឹងពីការផ្លាស់ប្ដូរតាមរយៈសញ្ញាមេកានិកនិងគីមីវាបញ្ជូនសញ្ញាព្រួយបារម្ភដូចជាចរន្តអគ្គិសនីតាមរយៈជាលិការបស់វាបញ្ចេញសារធាតុគីមីដើម្បីបិទមុខរបួសនិងការពារប្រឆាំងទៅនឹងសត្វល្អិតឬការឆ្លងមេរោគឧទាហរណ៍ដើមឈើខ្លះបញ្ចេញជ័រដើម្បីបិទមុខរបួសដើមឈើខ្លះបញ្ចេញក្លិនដែលជាសមាសធាតុសរីរាង្គរបស់វាដើម្បីព្រមានដើមឈើដែលនៅក្បែរវាថាវាកំពុងត្រូវបានគេវាយប្រហារហើយដើមឈើខ្លះទៀតបង្កើតជាតិល្វីងឬសារធាតុពុលនៅក្នុងស្លឹករបស់ពួកវាដើម្បីកុំឲ្យគេស៊ីឬបំផ្លាញបន្តទៀតរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយចំនួនរបស់ដើមឈើគឺនៅពេលដែលដង្កូវស៊ីស្លឹកឈើដើមឈើខ្លះអាចដឹងរសជាតិទឹកមាត់របស់ដង្កូវហើយឆ្លើយតបខុសពីពេលដែលស្លឹកឈើត្រូវបានរហែកដោយខ្យល់ដើមឈើខ្លះបញ្ជាឲ្យឫសរបស់វាលូតលាស់ទៅទិសផ្សេងប្រសិនបើផ្នែកម្ខាងទៀតរងការខូចខាតដើមឈើដែលនៅក្បែរនោះជួនកាលឆ្លើយតបទៅនឹងសញ្ញាព្រមានដោយបង្កើនការការពាររបស់ខ្លួនផងដែរតើពួកវាចេះរងទុក្ខដែរឬទេមិនមែនក្នុងន័យផ្លូវអារម្មណ៍ឬការដឹងខ្លួនដោយការរងទុក្ខរបស់មនុស្សឡើយប៉ុន្តែការដឹងពីរបួសនិងការឆ្លើយតបរបស់ពួកវាបង្ហាញថាពួកវាមានជីវិតនិងចេះប្រតិកម្មប៉ុន្តែគ្មានអារម្មណ៍តូចចិត្តឬឈឺចាប់ដូចមនុស្សឡើយសរុបមកដើមឈើអាចដឹងពីការខូចខាតនិងចេះប្រតិកម្មតបគឺពួកវាមានការដឹងពីគ្រោះថ្នាក់ប៉ុន្តែពួកវាមិនទទួលបានអារម្មណ៍ឈឺចាប់នោះទេព្រោះពួកវាគ្មានប្រព័ន្ធជីវសាស្ត្រសម្រាប់ទទួលអារម្មណ៍បែបនេះឡើយ